អ្វីបានជាប្រទេសដែលមានរ៉ែពេជ្រមាសនិងប្រេងកាតរាប់ពាន់លានដុល្លារបែរក្លាយជាប្រទេសដែលក្រីក្របំផុតនៅលើโลกទៅវិញនៅក្នុងវីដេអូនេះយើងនឹងមកជម្រះមន្ទិលនិងស្វែងយល់ពីវារៀនប្រវត្តិសាស្ត្រដ៏ជូរចត់នៃប្រទេសទាំង5ដែលក្រដាច់គេនៅលើโลกនាពេលបច្ចុប្បន្នសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូចំណេះដឹងល្អៗជារៀងរាល់សប្តាហ៍នៅពេលយើងនិយាយពីប្រទេសក្រីក្រលោកអ្នកប្រហែលជាគិតថាប្រទេសទាំងនោះគ្មានធនធានធម្មជាតិឬគ្មានដីសម្រាប់ធ្វើកសិកម្មប៉ុន្តែការពិតមិនមែនបែបនោះឡើយអ្នកជំនាញសេដ្ឋកិច្ចបានវាស់វែងកម្រិតជីវភាពចំណូលប្រជាជនម្នាក់ថ្ងៃនេះយើងនឹងទៅពិនិត្យមើលប្រទេសដែលក្រដាច់គេទាំង5នៅលើโลกហើយលោកអ្នកនឹងភ្ញាក់ផ្អើលថាប្រទេសខ្លះសម្បូរទៅដោយមាសនិងពេជ្រតែហេតុអ្វីប្រជាជនរបស់គេរស់នៅក្នុងភាពដោកយ៉ាកទៅវិញយើងចាប់ផ្ដើមពីប្រទេសក្រលំដាប់ទី5គឺប្រទេសសូម៉ាលីស្ថិតនៅក្នុងតំបន់ប៉ែកអាហ្វ្រិកប្រទេសនេះបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលតាំងពីឆ្នាំ1991វត្តមាននៃរដ្ឋបាលមិនរឹងមាំការវាយប្រហារពីក្រុមភេរវករនិងគ្រោះរាំងស្ងួតចុងក្រោយបានធ្វើឲ្យប្រព័ន្ធគ្រប់គ្រងរដ្ឋស្ទើរតែសូន្យប្រទេសលំដាប់ក្រទី4គឺប្រទេសសាធារណរដ្ឋប្រជាមានិតកុងហ្គោនេះគឺជាភាពផ្ទុយស្រឡះដ៏ធំបំផុតលើโลกកុងហ្គោជាប្រទេសដែលសម្បូរដោយរ៉ែកូប៉ាល់និងកូតង់ដែលជាវត្ថុធាតុដើមមិនអាចខ្វះបានសម្រាប់ធ្វើទូរស័ព្ទដៃនិងឡានអគ្គិសនីនាពេលសព្វថ្ងៃនេះប៉ុន្តែដោយសារសង្គ្រាមដណ្ដើមរ៉ែរវាងក្រុមប្រដាប់អាវុធនិងការកេងប្រវ័ញ្ចពីក្រុមហ៊ុនបរទេសបានធ្វើឲ្យលុយរាប់ពាន់លានដុល្លារមិនអាចធ្លាក់ដល់ដៃប្រជាជនបានឡើយប្រទេសក្រីក្រលំដាប់ទី3គឺសាធារណរដ្ឋអាហ្វ្រិកកណ្ដាលទោះបីជាដែនដីនេះសម្បូរទៅដោយមាសនិងពេជ្រយ៉ាងណាក៏ដោយប៉ុន្តែអស្ថិរភាពនយោបាយនិងការវាយប្រហារយោធាជាញឹកញាប់បានធ្វើឲ្យប្រទេសនេះមិនអាចកសាងសាលារៀនផ្លូវថ្នល់ឬមន្ទីរពេទ្យសម្រាប់ប្រជាជនបានឡើយប្រទេសក្រីក្រលំដាប់ទី2គឺប្រទេសបូរុនឌីប្រទេសតូចមួយដែលគ្មានច្រកចេញទៅសមុទ្រប្រជាជនជាង 80% ពឹងផ្អែកលើកសិកម្មខ្នាតតូចដើម្បីចិញ្ចឹមជីវិតជាមួយនឹងកំណើនប្រជាជនយ៉ាងលឿននិងប្រវត្តិសាស្ត្រនៃចំនួនពូជសាសន៍ដ៏សាហាវធ្វើឲ្យប្រទេសនេះខ្វះខាតស្បៀងអាហារនិងហេដ្ឋារចនាសម្ព័ន្ធជាទម្ងន់ប្រទេសលំដាប់ក្រីក្រទី1គឺប្រទេសត្បូងស៊ូដង់ឬក៏ស៊ូដង់ខាងត្បូងនេះគឺជាប្រទេសដែលក្រីក្របំផុតមួយនៅលើโลกនាពេលបច្ចុប្បន្នទោះបីជាមានប្រេងកាតយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយប៉ុន្តែចាប់តាំងពីដកខ្លួនចេញឯករាជ្យនៅឆ្នាំ2011ប្រទេសនេះមិនដែលស្គាល់ពាក្យថាសន្តិភាពពិតប្រាកដនៅឡើយសង្គ្រាមស៊ីវិលរវាងកុលសម្ព័ន្ធនិងគ្រោះទឹកជំនន់ធំបានបំផ្លាញអនាគតនៃប្រទេសវ័យក្មេងនេះទាំងស្រុងឆ្លងកាត់រឿងរ៉ាវរបស់ប្រទេសទាំង5នេះយើងអាចទាញមេរៀនសេដ្ឋកិច្ចដ៏ធំមួយថាធនធានធម្មជាតិដូចជាមាសពេជ្រឬប្រេងកាតមិនមែនជាកត្តាសម្រេចថាកូនចៅរបស់យើងនឹងមានបាននោះទេកត្តាដែលសំខាន់បំផុតគឺសន្តិភាពស្ថិរភាពនយោបាយនិងការវិនិយោគលើការអប់រំមនុស្សបើគ្មានសន្តិភាពនិងចំណេះដឹងទោះបីជាមានមាសរាប់រយកោដក៏មិនអាចកសាងជាតិឲ្យបានរុងរឿងដែរ